សៀមក្អួតឈាមសាជាថ្មីលើឆាកអន្តរជាតិនៅចំពោះមុខប្រទេសអាស៊ាននិងចំពោះមុខភាគីថៃនៅក្នុងជំនួបត្រីភាគីសម្ដេចធិបតីហ៊ុនម៉ាណែតបានបញ្ជាក់នៅលើវេទិកាពិភពលោកសាជាថ្មីហើយថាមិនទទួលស្គាល់បន្ទាត់ព្រំដែនដែលរាយបណ្ដាលនោះនិងទូកុងតឺន័រពីភាគីថៃនោះទេដូចជាមិនសមទេដឹងរាជត្រូវបានអនុវត្តច្បាប់ប៉ុន្តែមន្ត្រីនៅតាមច្រកព្រំដែនរួចខ្លួនបាទតាមការបង្ហោះរបស់លោកពូផៃវណ្ណៈសូមគាំទ្រចំណាត់ការផ្លូវច្បាប់ចំពោះឈ្មួញនាំទុរេនមកដោយខុសច្បាប់តែសំណុំពរត្រាវជ្រាវចាត់វិធានការចំពោះមន្ត្រីពាក់ព័ន្ធនៅច្រកអូរំដួលច្រកកាប៊ិនរួមទាំងមន្ត្រីគយមន្ត្រីកបបនិងមន្ត្រីនគរបាលនិងអាជ្ញាធរផងដែរលោកពូផៃវណ្ណៈក៏បានបន្តថាច្រកព្រំដែនអូរំដួលហើយច្រកកាប៊ិនស្រុកភ្នំព្រឹកខេត្តបាត់ដំបងមានមន្ត្រីពាក់ព័ន្ធច្រើនណាស់ប្រចាំការនៅច្រកតំបន់នេះគយក៏មានមន្ត្រីនគរបាលក៏មានទេហ៊ានព្រំដែនក៏មានកបបក៏មានអាជ្ញាធរខេត្តបាត់ដំបងក៏មានហេតុអ្វីបានជាមិនដឹងហើយបាត់ល្មើសកិច្ចពន្ធអាចឆ្លងកាត់បានខណៈព្រំដែនបានបិទតាំងពីខែមិថុនាឆ្នាំ2025មកម្លេះចំដោយសារភាពរបស់អាឡែនបានបញ្ជាក់ប្រាប់សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងថាទុរេនដែលនាំចូលពីថៃមកលក់នោះគឺនាំមកតាមច្រកអូរំដួលហើយច្រកកាប៊ិននេះឯងចាំមើលច្បាប់ស្រុកខ្មែរអាចចាត់ការមន្ត្រីព្រំដែនទាំងនេះដែរឬទេបងប្អូនមានមតិគំនិតយ៉ាងណាអាចខមមិនក៏ដូចជាចែករំលែកវីដេអូនេះបើច្បាប់បង្កើតមកអនុវត្តចំពោះតែរាតើបង្កើតច្បាប់មកមានន័យអ្វីក្នុងនោះលោកពូមេរិទ្ធីបានបង្ហោះសារយ៉ាងដូចថាសូមស្ដាប់សំឡេងរាជខ្លះផងរឿងរ៉ាវទុរេននៅបាត់ដំបងជាប់តែប្រជាជនរីឯមន្ត្រីរួចខ្លួនជារឿងដែលអយុត្តិធម៌ជាទីបំផុតក្នុងនោះលោកពូផៃវណ្ណៈក៏បានបង្ហោះសារយ៉ាងដូចថាវាសនាខុសគ្នារាជខុសសារភាពត្រង់ជាប់គុកចំណែកមន្ត្រីភូតភរកុហកបោកប្រាស់រួចខ្លួនមហាជនកំពុងរងចាំតាមដានបន្តចំពោះចំណាត់ការរបស់លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មតើលោកជំទាវការពារមន្ត្រីភូតភរឬដាក់ទណ្ឌកម្មមន្ត្រីភូតភរតើបងប្អូនយល់យ៉ាងណាអាចខមមិនក៏ដូចជាចែករំលែកវីដេអូនេះពលរដ្ឋរងចាំមើលចំណាត់ការរបស់អាជ្ញាធរតើនឹងចាត់ការយ៉ាងណាលើបរិយាគ្រាន់តែនិយាយថានឹងយកទំនិញសៀមចូលកម្ពុជាក៏ត្រូវជាប់ពន្ធនាគារចោះចំពោះបុគ្គលអាឡែននិងម្ចាស់ភេកផ្សារធម្មជាតិកសិករខ្មែរដែលខົບខិតគ្នានាំចូលទុរេនពីសៀមរាប់តោនចូលកម្ពុជាមកលក់បោកប្រាស់ប្រជាពលរដ្ឋខ្មែរថាតើចាំមើលអាជ្ញាធរនឹងចាត់ការយ៉ាងណាបងប្អូនមានមតិគំនិតយ៉ាងណាអាចខមមិនក៏ដូចជាចែករំលែកវីដេអូនេះថ្នាក់ដឹកនាំក៏ដូចជាអាដាមកើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពបានបញ្ជាក់ឲ្យថារថយន្តដែលជួលឲ្យចិនឬមួយក៏ដឹកចិនដែលមានឯកសារគ្រប់ត្រូវប្រគល់ឲ្យម្ចាស់ដើមវិញមិនត្រូវទុករថយន្តគេទេតែផ្ទុយពីអនុសាសន៍ក៏ដូចជាប្រសាសន៍របស់ថ្នាក់ដឹកនាំអាជ្ញាធរនៅខេត្តព្រៃវែងបានខាត់រថយន្តតាក់ស៊ីចំនួន3គ្រឿងដោយទារលុយចំនួន$200ក្នុងមួយគ្រឿងបាទ80,000គ្នារថតាក់ស៊ីមួយថ្ងៃបានប្រមាណបាទរថយន្តថែមទាំងបង់រំលោះគេទៅទៀតពលរដ្ឋដែលប្រកបរបររថតាក់ស៊ីបានផ្ញើសារឲ្យខ្ញុំជួយផ្សាយឲ្យគាត់តាក់ទងទៅនឹងអាជ្ញាធរបាទទារលុយគាត់ចំនួន$200ក្នុងឡានមួយគ្រឿងដែលគាត់ដឹកជនជាតិចិនតែត្រូវបានអាជ្ញាធរសួរនាំអីចឹងក៏គាត់រថយន្តទុកអីចឹងទៅប្រសាសន៍របស់ថ្នាក់ដឹកនាំបានមានប្រសាសន៍ថ្នាក់ដឹកនាំបានមានប្រសាសន៍ថាបើសិនជារថយន្តនេះមានឯកសារគ្រប់ត្រូវប្រគល់ឲ្យម្ចាស់ដើមគេវិញតែអាជ្ញាធរនៅខេត្តព្រៃវែងមិនស្ដាប់បទបញ្ជារបស់ថ្នាក់ដឹកនាំទេតែផ្កើនទៅនឹងប្រសាសន៍របស់ថ្នាក់ដឹកនាំបានទារលុយពីពលរដ្ឋចំនួន$200ពលរដ្ឋគ្នាបង់រំលោះឡានគ្នាបង់រំលោះឲ្យទារឯកសារនេះទារឯកសារនោះធ្វើឲ្យគ្នាវេទនាមែនទេបាទឡានបង់រំលោះជាទូទៅមានឯកសារច្បាប់ដើមមកពីណាឯកសារគឺនៅធនាគារសុំគេទោះបីជាសល់មួយខែក៏មិនអាចយកឯកសារស៊ីនមកបានដែរគ្នាមិនមែនឡានលួចឡានប្លន់មកពីណាឯណាបាទឲ្យគេវិញទៅនេះគឺផ្ទុយពីប្រសាសន៍របស់ថ្នាក់ដឹកនាំស្នំពរដល់អាជ្ញាធរដែលពាក់ព័ន្ធនៅខេត្តព្រៃវែងបាទអាចប្រគល់បាទឡានឲ្យគេវិញផងហើយខ្ញុំក៏មានសម្លេងអ្នកដែលទារលុយម្ចាស់ឡានគេនឹងដែរខ្ញុំនឹងដាក់ឲ្យបងប្អូនស្ដាប់នៅtrongវីដេអូនេះអរគុណច្រើនបងប្អូនមានមតិគំនិតយ៉ាងណាអាចខមមិនក៏ដូចចែករំលែកវីដេអូនេះឥឡូវមិនបើមកមិនដាក់បបថាបានដាក់ហ្នឹងហើយចូលបងវិញនេះថានេះហើយខ្ញុំវាអត់មានរត់ទៀតទៅទៅទៅណាឥឡូវមិនបាច់នេះឥឡូវទៅខ្ញុំនិយាយមកទៀតបើថាម្នាក់50ខ្ញុំទៅកាប់បត់មកបើថាអត់ទេខ្ញុំដឹងខ្ញុំនិយាយទៅម្ដងប្រមូលលុយឲ្យមិនបានតែ40ទេប្រមូលអស់ហើយបាទប្រមូលអស់លីងមកដល់ចេះនិយាយទៅបាត់មកអត់ពី40រៀលឲ្យបានស្វាទុំបានចាក់អនពីមេគូតែអស់លីងមានតែនេះអីហើយតែចូលទៅឲ្យវាយទៅវិញដល់វាយទៅតែនៅសម្រួលតែណាជួយគ្នាទៅវិញមកដល់ពេលអត់បាយដល់អីវិញយកនេះតាមទៅមិនយកហើយយើង
ជួយនិយាយពីគាត់ដែរនិយាយឡើងអស់លទ្ធភាពដែរគាត់មកឆ្លងនេះបើឃើញស្រាប់តែមេធំហ្នឹងគាត់ចូលមេធំគាត់ចូលឆ្លងអីហើយអស់ហើយពេលថ្ងៃត្រង់ចេះត្រង់ចុះតែស្អាតពួកខ្ញុំយកមានលុយដែរលុយមេមើលទៅសភាពឡានកូនចាខៀវនៅកាងមុខក៏ធ្លាក់កាងក្រោយក៏ធ្លាក់អត់ទាំងមានលុយធ្វើឡានហ្នឹងខ្ញុំក៏ចង់ឆ្លងខាងដល់អស់វិញមានមកដល់លុយធ្វើដល់បាយនិយាយបាននិយាយណាស់ទៅចំណុចខ្ញុំប្រាប់គាត់ថាទៅខ្ញុំអានទឹកទៀតខ្ញុំដល់មកខ្ញុំហើយខ្ញុំមកមានពេលច្រើនទេបាននឹងអ្នក40មិនងចៅអស់លទ្ធភាពមែនទេណាមិនអស់លុយលេលីងពីខ្លួនអស់ហើយទៅបាយនិយាយបានចាំទៅដូចគ្នាចាំទៅវិញទេបាទជួយទៅវិញចោះអត់អីទេតាមនោះខ្ញុំមិនដឹងដែរចាំទៅដោះស្រាយតឡាការទៅតឡាការនិយាយវិញចាតាមណាជួយបាយអស់ហើយដល់គាត់ថាមានតែ42របស់គាត់ទៅបីឡានមកបត់និយាយរងចេញរងចូលមកតាមហ្នឹងគាត់មានគាត់ទៅវាយជួយទៅទាំងនេះក៏ចុះអីចាស់ឆ្ងាយមិនឥឡូវម្នាក់ម៉ានមិនឲ្យទៅចុះពីនិយាយតាំងតែប៉ុណ្ណឹងឥឡូវទៅទាំង50ទៅនិយាយគាត់អត់បានទេអាហ្នឹងខ្ញុំប្រាប់វាយតាមត្រង់ផងនិយាយបងគាត់ដឹងតាឡានវា50,000បើនៅ41អីបងប្អូននឹងឆាតមកក្នុងក្រុមគាត់ដាក់ទៅកងឡាន48ម៉ោងហើយណែនាំគាត់ទៅឲ្យទៅវិញទាំងឡានទាំងមនុស្សហើយវាយចាំថាចាំនេះទៅវាយធ្វើមិនធ្វើអីមិនដឹងទេខ្ញុំធ្វើតាមមកជាទេតែបាទនៅលើខំខ្ញុំធ្វើយ៉ាងនេះឥឡូវអត់ទេវាយជួយទៅវិញចុះខ្ញុំតមកខ្ញុំទៅដែរតោះខ្ញុំមានមេត្តាមិនបាទហ្នឹងហើយចាំឲ្យក្រុមហ៊ុនវាយមកដោះក្រុមហ៊ុនជួយគេវាយមានក្រុមហ៊ុនទេមែនគាត់ចៅមេថាក្រុមហ៊ុនថាឲ្យទៅស៊ូសាព័ត៌មានចឹងទៅច្បាប់វាមកអញ្ចឹងណាស់តែមកលបែងអនឡាញហើយនឹងហ្គេមអនឡាញមិនសូវជាខុសគ្នាប្រហែលទេគ្រាន់តែ scam អនឡាញការបោកប្រាស់ឲ្យវេលុយវេអីចឹងទៅប៉ុន្តែចំពោះ game អនឡាញនេះគឺការរៀបចំបោកប្រាស់ជាប្រព័ន្ធលបួងឲ្យលេងរហូតដល់ចាញ់អស់ពីខ្លួនដំបូងវាឲ្យឈ្នះហើយចាញ់អាចឈ្នះមកវិញឈ្នះហើយគឺវាបិទមិនឲ្យលុយទៅអតិថិជនទេតួយ៉ាងនេះគឺ website មួយដែលបាត់បោកប្រាស់អតិថិជនបាទអតិថិជនមួយចំនួនបាទអតិថិជនដែលបានផ្ញើសារមកខ្ញុំថាបាទអា DG88M12 នេះគឺបាត់បោកប្រាស់គាត់រហូតទៅដល់បាទ90,000ជាងបាទ90,000លុយខ្មែរទេតែមិនដឹងជាចាញ់អស់ប្រមាណលានទេបាទអញ្ចឹងទេសូមកុំលេងឲ្យសោះពពុះអាល្បែងអនឡាញទៅនេះបាទអ្នកលេងល្បែងគឺគ្មានកំដៅទេបាទអស់ពីខ្លួនឃើញមានលោតទឹកសម្រាប់ខ្លួនចងកសម្រាប់ខ្លួនដោយសារតែអាល្បែងអនឡាញហ្នឹងឯងបាទល្បែងអនឡាញមានចាក់បាល់ជុលមន់ជុលអីហ្នឹងបាទអញ្ចឹងទេវារៀបចំស៊ីជាប្រព័ន្ធបាទតួយ៉ាង ADG 88M12 នេះបាទវាមិនខ្លាចអាជ្ញាធរទេបាទសំណូមពរដល់អាជ្ញាធរសូមចាត់វិធានការដល់ល្បែងអនឡាញទាំងឡាយដើម្បីកុំឲ្យពលរដ្ឋខ្មែរបាទវេទនាក៏ដូចជាសម្លាប់ខ្លួនបន្តទៅទៀតតួយ៉ាងមានអតិថិជនបាទឆាតមកឲ្យសូមខ្ញុំជួយយ៉ាងម៉េចបាទវារៀបចំស៊ីជាប្រព័ន្ធបាត់អីហ្នឹងអញ្ចឹងទេសំណូមពរដល់អាជ្ញាធរបាទបោះសម្អាតពួកវាទៅទុកវាគ្មានចំណេញអីដល់ជាតិទេបាទមានតែធ្វើឲ្យពលរដ្ឋបាទរងទុក្ខវេទនាក៏សូមសំណូមពរបាទសារនេះផ្ញើទៅពលរដ្ឋផងមួយចំនួនដែលពួកនឹងលបែងមេតាឈប់ទៅវាគ្មានកំណើតទេតួយ៉ាងនេះ ADG 88M12 នេះ website ពួកវាគឺបោកសាហាវមែនទែនបាទពួកវាប្រតិបត្តិការរាល់ថ្ងៃគ្មានខ្លាចក្បាលអាជ្ញាធរទេបាទអញ្ចឹងទេសំណូមពរដល់អាជ្ញាធរចាត់វិធានការទៅគ្មានចំណេញអីដល់ជាតិទេមន្ត្រីមួយចំនួនដែលទទួលបានសម្ដែនក៏ដូចជាសំណូកផ្សេងបាទសូមមេត្តាចាត់វិធានការទៅល្មមឆ្អែតឆ្អន់ហើយល្មមគិតគូរធ្វើរឿងដើម្បីជាតិហើយបងប្អូនមានមតិគំនិតយ៉ាងណាអាចខមមិនក៏ដូចចែករំលែកវីដេអូនេះបងឯងខ្លាំងមកយក Facebook ខ្លួនឯងផុសហ្មងបងអើយសាច់ញាតិពូជម្បូរមកទាំងប៉ោសដានឲ្យគាត់ដឹងពីជាតិចិត្តសដានមកឯងខ្ញុំប្រឡូកក្នុងការងាររាប់ឆ្នាំហើយបងទុំឃើញបាយមួយហ្នឹងលេងល្បែចេះខ្មាស់គេបងចង់ផុសគេទៀតអូយខ្ញុំអស់ពីនិយាយហ្មងបង